ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងគ្នាបាទស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីថ្ងៃនេះខ្ញុំចង់និយាយអំពីការខិតខំប្រឹងប្រែងក្នុងការបំពេញក្តីសម័យខ្លាចជា gamer មួយរូបនៅក្នុង YouTube ចឹងណាថាតើនៅពេលដែលខ្ញុំឈានមកដល់ចំណុចនេះដូចក្នុងរូបហ្នឹងខ្ញុំមានការខិតខំប្រឹងប្រែងនិងការព្យាយាមយ៉ាងណានៅក្នុងវិស័យមួយនេះតែដោយសារតែបច្ចុប្បន្ននេះគឺយើងមិនសូវជាទទួលបាននៅការគ្រប់គ្រងច្រើនទេប៉ុន្តែខ្ញុំនិយាយទៅខ្ញុំនឹងព្យាយាមធ្វើវាឲ្យអស់ផលិតភាពតាមដែលអាចបានព្រោះថាអាហ្នឹងវាជាក្តីសម័យរបស់ខ្ញុំអូខេអញ្ចឹងអ្នករៀបបើសិនជាចង់ស្ដាប់នៅរឿងរ៉ាវរបស់ខ្ញុំអ្នកកុំភ្លេចចុច like និង subscribe នេះមួយផងណាដើម្បីគ្រប់គ្រងក្នុងវិស័យ gamer ដូចខ្ញុំអញ្ចឹងទៅអូខេហើយអូខេចូលមើលទាំងអស់វីដេអូរបស់គ្នាបាទកុំខាត់ពេលយូរកាលនៅក្មេងខ្ញុំកើតនៅក្នុងតកូគ្រួសារមិនសូវជាទូធាប្រហែលទេប៉ុន្តែដោយសារតែក្តីស្រឡាញ់និងការចូលចិត្តហ្គេមតាំងពីក្មេងមកខ្ញុំក៏មានកូនចិត្តមួយនៅក្នុងការមានក្តីសម័យធ្វើជា YouTuber ឬជា gamer អញ្ចឹងទៅដោយសារតែខ្ញុំយកគំរូតាម idol របស់ខ្ញុំមានដូចជា Mega Man និងបង B Pro Game ឬក៏ gamer ដទៃផ្សេងទៀតអញ្ចឹងណាហើយការលេង game នោះគឺនិយាយទៅគឺខ្ញុំfall in love ជាមួយនឹង game មែនតើប៉ុន្តែដោយសារតែកត្តាជីវភាពនឹងធ្វើឲ្យខ្ញុំនោះមិនអាចបំពេញក្តីសម័យខ្ញុំកាលនៅពេលតូចបានទេអញ្ចឹងហើយខ្ញុំមានតែរងចាំនៅធំបានដើម្បីបំពេញក្តីសម័យខ្លួនឯងបាននៅពេលដែលខ្ញុំធំឡើងខ្ញុំក៏ខិតខំប្រឹងធ្វើការអញ្ចឹងទៅដោយមិនខ្ជិលខ្ជាយពេលវេលាហើយមិនមែនថាយើងអត់រៀនទេខ្ញុំរៀនប៉ុន្តែឆ្លៀតពេលទំនេរគឺខ្ញុំត្រូវយកពេលហ្នឹងទៅធ្វើការបន្ថែមដើម្បីរកប្រាក់កម្រៃឲ្យខ្លួនឯងអញ្ចឹងទៅហើយបន្តរៀនរហូតឲ្យបានចប់នឹងគេនឹងឯងនិយាយទៅការរៀនរបស់ខ្ញុំគឺវាដំណើរការរលូនដោយមិនមានគេថាការរំខានពីមជ្ឈដ្ឋានជំនួយទេប៉ុន្តែមនុស្សខ្ញុំគឺជាមនុស្សដែលមិនរើសការងារផងមានអីធ្វើនឹងមានអីធ្វើនឹងអញ្ចឹងទៅហើយនៅពេលដែលខ្ញុំធំឡើងមានអ្វីដែលខ្ញុំត្រូវចាប់ដើមបំផុតនោះគឺការប្រឹងរៀននឹងឯងអញ្ចឹងទៅការរៀនរបស់ខ្ញុំគឺដើររលូនរហូតទៅដល់ចប់ទី12អញ្ចឹងទៅនៅពេលដែលខ្ញុំចប់ទី12ខ្ញុំក៏បានទទួលការងារមួយកន្លែងដែលមានការណែនាំពី teacher របស់ខ្ញុំលោកគ្រូបរិញ្ញាសាស្ត្ររដ្ឋខ្ញុំ shout out ទៅគាត់មែនតើដែលគាត់បានណែនាំការងារមួយនេះឲ្យខ្ញុំធ្វើហើយខ្ញុំទទួលបាននៅប្រាក់កម្រៃក៏ដូចជាស្គាល់នៅអ្វីដែលហៅថាការងារអញ្ចឹងទៅធ្វើឲ្យជីវិតខ្ញុំវាផ្លាស់ប្ដូររបត់មួយដែលគេហៅថាអ្វីដែលយើងមិនធ្លាប់ជួបពីមុនមកយើងបានជួបអញ្ចឹងណានៅពេលដែលយើងបានរៀនចប់ហើយខ្ញុំក៏បន្តទៅសាកលវិទ្យាល័យអញ្ចឹងទៅប៉ុន្តែក៏ដោយសារតែជីវភាពខ្វះខាតអត់មានអ្នកផ្គត់ផ្គង់អញ្ចឹងទៅខ្ញុំក៏បោះបង់ការសិក្សានៅសាកលវិទ្យាល័យនៅមួយឆមាសមួយក៏ចាប់ផ្ដើមខិតខំធ្វើការអញ្ចឹងទៅធ្វើការដោយអត់ឈប់ទេហើយនៅពេលមួយដែលខ្ញុំធ្វើការខ្ញុំក៏ផ្ដើមខិតខំធ្វើការទាំងយប់ទាំងថ្ងៃដោយថ្ងៃខ្ញុំធ្វើការងារផ្សេងយប់ខ្ញុំធ្វើជាដែកជាមួយនឹងបងថ្លៃខ្ញុំអញ្ចឹងទៅហើយខ្ញុំក៏មានថវិកាគ្រប់គ្រាន់នៅក្នុងការចាប់ផ្ដើមក្តីសម័យរបស់ខ្ញុំគឺជា gamer នៅពេលដែលខ្ញុំមានលទ្ធភាពគ្រប់គ្រាន់មានលទ្ធភាពតិចតួចខ្ញុំក៏សម្រេចចិត្តនៅក្នុងការទិញ monitor មួយទឹកមួយពីហាងមួយកន្លែងនៅទីក្រុងភ្នំពេញហើយខ្ញុំថ្ងៃនេះគឺខ្ញុំនៅតាមខេត្តទេហើយនៅជាប់ព្រំដែនថៃអញ្ចឹងខ្ញុំសម្រេចចិត្តទិញ monitor មួយនេះឡើងដោយភ្ជាប់ជាមួយនឹង laptop របស់ខ្ញុំចាស់មួយហ្នឹងហើយ laptop មួយហ្នឹងម៉ាក់ខ្ញុំគាត់ទិញឲ្យតាំងពីខ្ញុំនៅរៀនមកសម្រាប់យើងរៀនទី12អញ្ចឹងណាហើយខ្ញុំភ្ជាប់ជាមួយវាទៅមានអារម្មណ៍ថាក្តីសុខមែនតែនទោះបីជាមិនបានលេងហ្គេមអីធំឬក៏អាចធ្វើអីក្រៅពីមួយ YouTube ក៏ខ្ញុំមានអារម្មណ៍ថាវ៉ាវជីវិតខ្ញុំឈានដល់ចំណុចមួយនេះទៅហើយខ្ញុំពិតជា proud លើខ្លួនឯងមែនតែនដែលខ្ញុំអាចធ្វើវាបានមួយដំណាក់កាលតូចមួយនេះបានហើយបន្តមកទៀតខ្ញុំក៏ខិតខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃមិនហ៊ានសម្រាកយើងនឿយហត់ប៉ុណ្ណាក៏យើងនៅតែគិតថាក្តីសម័យរបស់យើងត្រូវដើរទៅមុខជានិច្ចអញ្ចឹងនៅពេលមួយដែលខ្ញុំមានលទ្ធភាពម្ដងទៀតខ្ញុំក៏អាចទៅ build PC ឬក៏ធុង PC យើងហ្នឹងប៉ុន្តែជាអកុសលពេលហ្នឹងខ្ញុំទិញទៅវាមានបញ្ហាអញ្ចឹងក៏ផ្ញើទៅវិញហើយដល់ពេលជួសជុលហើយក៏យើងបាញ់លុយថែមទៀតហើយក៏ផ្ញើមកវិញទៀតតែដោយសារតែពេលហ្នឹងខ្ញុំមានការងារច្រើនខ្ញុំអាចធ្វើខ្លួនឯងបានខ្ញុំអាចទ្រទ្រង់ជីវភាពខ្លួនឯងបានដោយមិនសុំលុយអ្នកផ្ទះសុំតែមួយរៀលនេះគឺជាសមិទ្ធផលក៏ដូចជាការព្យាយាមនៅក្នុងការបំពេញក្តីសម័យខ្លួនឯងដោយមិនពឹងអ្នកផ្ទះខ្ញុំប្រត់លើខ្លួនឯងមែនតើហើយអ្នកទាំងអស់គ្នាបើសិនជាធ្វើអញ្ចឹងដែរឬក៏អ្នកដែលផ្ដើមធ្វើអ្វីមួយដោយមិនពឹងអ្នកផ្ទះដោយពឹងលើកម្លាំងកាយនិងការខិតខំប្រឹងខ្លួនឯងខ្ញុំពិតជាមោទនភាពលើពួកគាត់មែនតើដែលមានការខិតខំធ្វើការងារអ្វីដែលខ្លួនស្រឡាញ់ហើយធ្វើដោយខ្លួនឯងដោយមិនពឹងអ្នកផ្ទះពិតជាអស្ចារ្យមែនតើ គាត់ព្រឺស្វាង
អញ្ចឹងនៅពេលដែលខ្ញុំ build PC ឬក៏ខ្ញុំទិញ monitor មកអស់ហើយប៉ុន្តែអ្វីដែលជាអកុសលនោះគឺកន្លែងរបស់ខ្ញុំពិតជាក្តៅមែនតើព្រោះថាដំបូលគឺនៅគៀកហ្នឹងហើយនិយាយទៅធម្មតាផ្ទះឈើយើងនៅក្តារនាបយើងមានប្រហោងអញ្ចឹងទៅគឺហុយមែនតើព្រោះថាទង PC ជាធម្មតាគឺមានដង្ហាលវិលចូលវិលចេញអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យ PC របស់យើងរាងក្តៅហើយវាមានដីលឿនណាចង់ថានៅពេលដែលខ្យល់បក់មកម្ដងគឺដីឡើងមកធ្វើឲ្យដីហុយច្រើនមែនតើអញ្ចឹងនៅពេលដែលខ្ញុំមើលឃើញបែបហ្នឹងខ្ញុំក៏អត់ស្ទើរសប្បាយចិត្តថាបើសិនជាយើងមានធុង PC យើងមានអីហើយយើងមានបន្ទប់មួយក៏ល្អខ្ញុំក៏ខិតខំប្រឹងធ្វើការម្ដងទៀតព្យាយាមទាំងយប់ទាំងថ្ងៃមិនហ៊ានសម្រាកសន្សំលុយប្រឹងធ្វើការបន្តទៅមុខពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំក៏សន្សំធ្វើបន្ទប់មួយបានដោយ like តែខ្លួនឯងហើយណាមួយទៀតអ្នកនរគ្នាធម្មតាយើងធ្វើ YouTube យើងធ្វើវីដេអូយើងនិយាយច្រើនមិនចឹងអញ្ចឹងរាល់ថ្ងៃកាលពីមុនខ្ញុំនៅជុំគ្រួសារបានន័យថាគ្រួសាររបស់ខ្ញុំនៅគៀកគ្នាហ្មងនិយាយទៅអត់មានបន្ទប់អត់មានអីទេរយៈក្រែគឺដាក់គេងចិត្តគ្នាអញ្ចឹងបើសិនជាយើងធ្វើវីដេអូឬក៏យើងលេងហ្គេមជប់ឡើងអញ្ចឹងរំខានដល់ពួកគាត់សម្រានក៏ដូចជាការគេងចិត្តអានអញ្ចឹងទៅបើខ្ញុំមើលឃើញចំណុចមួយនេះខ្ញុំក៏សម្រេចចិត្តនៅក្នុងការធ្វើបន្ទប់មួយនៅក្រោមដាច់តម្លៃតែឯងដែរពេលដែលធ្វើហ្នឹងគឺខ្ញុំពិតជាអរគុណមីងមែនតើគាត់បានមកជួយប៉ុន្តែគាត់យកថ្លៃឈ្នួលដែរប៉ុន្តែគាត់យកតិចហើយគាត់បានមកជួយធ្វើយើងឲ្យបានដុតបំណងយើងអញ្ចឹងណាហើយពេលហ្នឹងខ្ញុំក៏បានចូលរួមជួយធ្វើគាត់ដែរដោយសារតែយើងឲ្យគាត់រៀងតិចដែរហើយខ្ញុំក៏ឆ្លៀតនៅពេលដែលទៅនៃការងារសាទិតគឺឆ្លៀតទៅជួយគាត់មែនតើទោះបីជាហត់ប៉ុណ្ណាក៏ដោយប៉ុណ្ណាក៏ខ្ញុំត្រូវតែធ្វើដើម្បីបំពេញក្តីសម័យខ្លួនឯងអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើបន្ទប់ហើយខ្ញុំក៏មានបន្ទប់ខ្លួនឯងក៏ដូចជា schedule ខ្លួនឯងហើយមានសម្ភារៈប្រើប្រាស់របស់ខ្លួនឯងគឺអាចចូលខ្ទង់ក្បែរអាចថាគៀក $3,000 ជាងហ្នឹងហើយ$3,000 ជាងតែខ្ញុំរកក្នុងរយៈពេល1ឆ្នាំហ្នឹងសមលុយហ្នឹងហើយខ្ញុំសម្រេចចិត្តចំណាយនេះគឺដោយសារតែវាជាក្តីសុបិនរបស់ខ្ញុំក្តីសម័យរបស់ខ្ញុំដើម្បីឲ្យវាខ្លាចជាការប៉ັດចឹងហើយការសន្សំសំចៃក៏ដូចជាការប្រឹងធ្វើការហ្នឹងគឺវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ទាំងអស់គ្នានិយាយទៅមិនថាខ្ញុំហើយក៏មិនថាអ្នកផ្សេងឬក៏អ្នកណាដែរពួកគាត់តែងតែមានក្តីសម័យរៀងៗខ្លួនអញ្ចឹងណាហើយខ្ញុំrecommend ឲ្យគាត់ខិតខំប្រឹងប្រែងធ្វើការគ្មានអ្វីក្រៅពីធ្វើការទេយើងធ្វើការយើងបានលុយយើងបានអ្វីដែលយើងស្រឡាញ់យើងប្រត់លើខ្លួនឯងព្រោះថានឹងគឺជាសមិទ្ធផលដែលយើងខំប្រឹងធ្វើមកយើងបានអញ្ចឹងណាខ្ញុំរងថ្ងៃនេះគឺស្រឡាញ់ PC មែនតើនិយាយទៅស្មើទៅនឹងសង្សារតែស្រឡាញ់វាសឹងតែយកដេកអោបអញ្ចឹងទៅបាទសរុបមកវិញក្តីសម័យរបស់ខ្ញុំអាចធ្វើបានវាដូចបំណងហើយបើសិនជាខ្ញុំនិយាយនេះក៏អ្នកទាំងគ្នាមិនដឹងថាការព្យាយាមមួយហ្នឹងវាមានរសជាតិជូរចត់ប៉ុណ្ណាទេលំបាកប៉ុណ្ណាទេប៉ុន្តែខ្ញុំនិយាយឲ្យអ្នកគ្នាបានយល់បានដឹងនៅសាច់រឿងមួយចំនួនគេថាត្រួសហ្នឹងហើយបើសិនជាអ្នកទាំងគ្នាមានគោលបំណងបែបហ្នឹងអ្នកទាំងគ្នាស្ដាប់វីដេអូខ្ញុំហើយអានេះក៏ជាការលើកទឹកចិត្តអ្នកទាំងគ្នាអូខេខ្ញុំក៏លើកទឹកចិត្តអ្នកគ្នាឲ្យខំប្រឹងធ្វើបន្តកុំបោះបង់វាទោះបីជាលំបាកប៉ុណ្ណាក៏ដោយដូចខ្ញុំអញ្ចឹងកើតមកជាកូនណាមិនធូរធារទេសូម្បីតែឪពុកក៏អត់មានដែរមានតែម៉ាក់ហើយម៉ាក់គាត់រកស៊ីក៏រកស៊ីរកអីខ្ញុំក៏មិនសូវជាធូរធារណាដែរនិយាយទៅបានមកហូបប៉ុន្តែខ្ញុំមាននឹងជំនះខ្លួនឯងនៅក្នុងការខិតខំធ្វើអីមួយឲ្យបាននៅក្នុងគោលដៅមួយហ្នឹងព្រោះថាតែយើងហ៊ានសម័យយើងហ៊ានធ្វើអញ្ចឹងណាអូខេខ្ញុំត្រឡប់មកក្នុងវិស័យ gamer ខ្ញុំវិញនេះគឺជាក្តីសម័យក៏ដូចជាពេលវេលាមួយដែលខ្ញុំទទួលបាននៅអារម្មណ៍ដែលថាកាលពីមុនមិនបានតែឥឡូវខ្ញុំបានអញ្ចឹងណាហ្នឹងហើយពេលដែលខ្ញុំទទួលបានវាអញ្ចឹងទៅខ្ញុំពិតជារីករាយនឹងសមិទ្ធផលដែលខ្ញុំខំប្រឹងមែនតើហើយខ្ញុំនឹងខំប្រឹងធ្វើវីដេអូបន្តទៅមុខទៀតបើទោះបីជាឥឡូវគឺមិនសូវមានអ្នកមើលប្រហែលមិនសូវជា viral ប្រហែលប៉ុន្តែខ្ញុំនៅតែធ្វើព្រោះថាខ្ញុំទៅនឹងចាប់ផ្ដើមបានប្រហែល9ថ្ងៃអីហ្នឹងឯងទុំប៉ុណ្្នឹងឯងបាទអ្នកនាងវីដេអូមានតែប៉ុណ្្នឹងទេហើយខ្ញុំដឹងថាខ្ញុំវាមិនសូវជាលះហ្មងនៅក្នុងកាមេរ៉ាអញ្ចឹងណាយើងស្ពីសភាពណាទៅមុខទៀតខ្ញុំនឹងលះជាងហ្នឹងដើម្បីឲ្យវីដេអូហ្នឹងវាកាន់តែល្អមើលជាងហ្នឹងដោយសារតែខ្ញុំមាន record ធ្វើ game ម្ដងគឺសភាពដូចទុំនំទាវអញ្ចឹងបើអ្នកទាំងនេះចូលចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មួយផងណាកុំភ្លេចណាហើយអ្នកគ្នាចូលមើលវីដេអូខ្ញុំច្រើនខ្ញុំនឹងទៅវីដេអូបន្តទៅមុខទៀតហើយបើសិនជាថ្ងៃអនាគតខ្ញុំនឹង live game ព្រោះដោយសារតែខ្ញុំចូលចិត្តមើល comment ក៏ដូចជាការជជែកជាមួយviewer អញ្ចឹងណាហ្នឹងហើយ
និយាយទៅគឺអត់មានអីច្រើនក្រៅពីពឹងអ្នកទាំងអស់គ្នាចុច like និង subscribe share ម្នាក់មួយចែកម្លែកនៅសាច់រឿងរបស់ខ្ញុំអញ្ចឹងណាហើយអរគុណហើយជួបគ្នានៅពេលក្រោយនៅវីដេអូពេលក្រោយបាទអរគុណ